កំឡុងឆ្នាំ2013កាលនោះជីវភាពនៅក្នុងស្រុកភូមិនៅឯប្រទេសកម្ពុជាយើងគឺនៅមានកម្រិតនៅឡើយប្រជាជនកសិករយើងធ្វើស្រែដាំស្រូវនិងធ្វើចំការពោតដំឡូងស្វាយផ្សេងដើម្បីបំពេញនៅជីវភាពប្រចាំថ្ងៃសូមស្វាគមន៍មកកាន់ Spirit Away ថ្ងៃនេះរឿងរ៉ាវរបស់យើងគឺខុសប្លែកពីសពមួយដងនៅរឿងរ៉ាវផ្សេងដែលធ្លាប់និយាយគឺតាក់ទងទៅនឹងអបិយជំនឿវិញ្ញាណជុំវិញបណ្ដាប្រទេសផ្សេងតែថ្ងៃនេះខ្ញុំនឹងលើកយកបទពិសោធន៍ពិតមួយដែលកើតឡើងទៅលើប៉ារបស់ខ្ញុំផ្ទាល់នៅកំឡុងឆ្នាំ2013នោះតែម្ដងកាលកំឡុងឆ្នាំនោះគឺពុំសូវមានរថយន្តសម្រាប់ដឹកជញ្ជូនភោគផលកសិផលផ្សេងចេញពីក្នុងចំការឡើយភាគច្រើនប្រជាកសិករយើងគឺប្រើប្រាស់នៅរទេះគោឬក៏រទេះសេះដើម្បីដឹកជញ្ជូនប៉ុន្តែវាត្រូវប្រើរយៈពេលយូរប្រសិនបើចំការស្ថិតនៅក្នុងចម្ងាយឆ្ងាយដើម្បីដឹកជញ្ជូនកសិផលយកមកដល់ផ្លូវធំឬក៏សាងទៅកាន់ទីក្រុងភ្នំពេញគឺត្រូវប្រើរយៈពេលយ៉ាងហោចណាស់ក៏2ថ្ងៃដែរបើនិយាយពីជីវភាពគ្រួសារខ្ញុំកាលនោះវិញគឺមិនសូវជាធូរធារប៉ុន្មានទេទើបធ្វើឲ្យប៉ាខ្ញុំសម្រេចចិត្តទៅកាប់អស់កាប់ឈើរហូតដល់តែសន្សំលុយបានមួយចំនួនដើម្បីយកមកទិញគ្រឿងបន្លាស់ដំឡើងរថយន្តឆ្នៃមួយទុកគ្រាន់នឹងស៊ីឈ្នួលដឹកនៅកសិផលជូនប្រជាជនក្រោយមកគាត់បានសន្សំលុយមួយចំនួននិងចាប់ផ្ដើមដំឡើងនៅរថយន្តឆ្នៃនោះឡើងរថយន្តឆ្នៃនោះគឺមានលក្ខណៈដូចនៅក្នុងរូបដែលខ្ញុំបានដាក់អញ្ចឹងប៉ុន្តែវាមានកង់ធំដោយពេលនោះគាត់បានប្រើកង់ត្រាក់ទ័រយកធ្វើជាកង់4របស់វាលុះក្រោយពីបានរៀបដំឡើងនៅរថយន្តឆ្នៃនោះហើយគាត់ក៏ចាប់ផ្ដើមប្រើប្រាស់វាដើម្បីស៊ីឈ្នួលដឹកនៅពោតដំឡូងស្វាយនៅតាមផ្លូវធ្វើដំណើរទៅកាន់ភូមិខាងក្នុងគឺមានសភាពស្ងាត់ជ្រងំភាគច្រើនគឺសម្បូរទៅដោយព្រៃឫស្សីអមសងខាងផ្លូវហើយនៅតាមដងផ្លូវគឺមានសភាពលំបាកខ្លះទៅក៏មានផុកជ្រាំខ្លះទៅក៏ក្រឡុកធំដូច្នេះហើយទើបគាត់ដំឡើងរថយន្តនេះឡើងជាមួយនឹងកង់ធំដែលងាយស្រួលក្នុងការធ្វើដំណើរប្រសិនបើធ្វើដំណើរនេះពេលយប់ពុំសូវមានអ្នកធ្វើដំណើរកាត់តាមនោះឡើយដោយសារតែវាមានសភាពស្ងាត់ពេកនិងពុំសូវមានផ្ទះអ្នកភូមិឡើយនៅពេលនោះអ្នកភូមិតែងតែសាងសង់ផ្ទះនៅជាបណ្ដុំមួយកន្លែងដូច្នេះហើយទើបធ្វើឲ្យតាមដងផ្លូវតែងតែមានសភាពស្ងាត់ជ្រងំប្រសិនបើខូចឡានខូចម៉ូតូគឺពិបាកខ្លាំងហើយពេលនោះគឺជារដូវវស្សាហើយរថយន្តប៉ារបស់ខ្ញុំតែងតែខូចនេះខូចនោះជារឿយដោយសារវាជារថយន្តឆ្នៃចឹងហើយវាតែងតែមានបញ្ហាខ្លះហើយប៉ុន្តែសយអីថ្ងៃនោះគឺខូចធ្ងន់ធ្ងរដោយសារតែវាជារដូវវស្សាផងទើបធ្វើឲ្យមានភក់ជ្រៅហើយឡានរបស់ប៉ាខ្ញុំហ្នឹងគាត់ខំប្រឹងរើចេញពីភក់នោះប៉ុន្តែរើមិនរួចរហូតដល់តែបែកប៉ុងឡានហ្នឹងគឺជាកន្លែងសំខាន់មួយដើម្បីឲ្យឡានហ្នឹងបន្តដំណើរទៅមុខបានហើយគប់ផ្សំអីគឺត្រូវខូចរថយន្តនៅកណ្ដាលព្រៃឆ្ងាយទៀតទើបធ្វើឲ្យគាត់សម្រេចចិត្តថាសម្រាកនៅទីនោះមួយយប់គាត់បានខលទូរស័ព្ទមកប្រាប់ម៉ាក់ខ្ញុំហើយថាមិនបាច់ចាំគាត់ទេគាត់នឹងសម្រាកនៅទីនោះមួយយប់ហើយប៉ារបស់ខ្ញុំគាត់តែងតែដាក់នៅកូនរឹងមួយសម្រាប់ធ្វើការសម្រាកនៅក្រោមឡាននៅពេលដែលមានបញ្ហាឬក៏ជួបប្រទះនឹងបញ្ហាដូចដែលខ្ញុំនិយាយនេះអញ្ចឹងហើយពេលយប់មកដល់គាត់បានចងអន្រឹង
ដើម្បីសម្រាកគេងមួយយប់គាត់នឹងគិតថាថ្ងៃស្អែកនឹងខលហៅមិត្តភ័ក្តិគាត់ឲ្យជួយទិញគ្រឿងបន្លាស់ដើម្បីមកផ្លាស់ប្ដូរឬក៏ហៅអ្នកភូមិដែលគាត់មានត្រាក់ទ័រដើម្បីមកជួយអូសរថយន្តគាត់ចេញពីកន្លែងជាប់ផុងនោះលុះកាត់មកដល់យប់ប្រហែលម៉ោង 9 យប់កំឡុងពេលដែលគាត់រៀបចំចងអណ្ដឹងហើយនឹងសម្រាកនៅខាងក្រោមឡានឆ្នៃរបស់គាត់នោះគឺគាត់បានឮនៅសំឡេងសម្រាប់ជើងរបស់មនុស្សដែលដើរកាត់ពីភ្លឺស្រែមួយទៅភ្លឺស្រែមួយគាត់ក៏មានចម្ងល់ក្នុងចិត្តដែរថាយប់ថ្មនេះហើយតើមានមនុស្សណាដើរកាត់វាស្រែដែលកន្លែងនេះគឺវាស្ងាត់ឆ្ងាយខុសពីគេយ៉ាងហោចណាស់ក៏ត្រូវតែមានម៉ូតូឬក៏អតេកូដើម្បីបើកឆ្លងកាត់ទៅក្នុងភូមិវិញដែរដោយសារតែផ្លូវទៅក្នុងភូមិគឺត្រូវប្រើរយៈចម្ងាយឆ្ងាយទៀតបើដើរយ៉ាងហោចណាស់ក៏ប្រើរយៈពេល2ទៅ3ម៉ោងដែរគាត់ក៏សម្លឹងមើលទៅអ៊ំនោះគឺគាត់ពាក់ខោជើងវែងហើយនឹងអាវដៃខ្លីលីចប់អ៊ំគាត់បានដើរកាត់កន្លែងឡានរបស់ប៉ាខ្ញុំទៅដល់ស្មើត្រឹងហាក់បីដូចជាគាត់នឹងមិនបានឃើញឬក៏ខ្វាយខ្វល់ពីកន្លែងប៉ារបស់ខ្ញុំដែលគាត់កំពុងតែសម្រាននោះឡើយពេលនោះប៉ារបស់ខ្ញុំគាត់បានកត់សម្គាល់ឃើញថាអ៊ំនោះគឺជាអ៊ំម្នាក់ឈ្មោះថាអ៊ំប៉ុនដែលគាត់រស់នៅក្នុងភូមិក្បែរផ្ទះប៉ាខ្ញុំដែរហើយប៉ាខ្ញុំបំរុងនឹងហាមាត់សួរគាត់ក៏ស្រាប់តែអ៊ំនោះគាត់ដើរទៅផុតឡានប៉ាខ្ញុំតែបន្តិចស្រាប់តែបាត់ជើងមានតែពាក់កណ្ដាលខ្លួនឡើងលើហើយលីចប់ដើរទៅត្រុកទៅប៉ុន្តែគាត់មិនបានមកលងបន្លាចអ្វីឡើយគ្រាន់តែដើរទៅស្មើទៅហើយក៏រសាត់បាត់នៅក្នុងបរិយាកាសហ្នឹងទៅនេះគឺជាខ្មោចដែលនិមិត្តរូបធ្វើជាអំប៉ុនដើម្បីមកលងបន្លាចប៉ាខ្ញុំឬក៏មកសាក់ចិត្តអីចឹងទៅលុះរហូតដល់ម៉ោង 12 យប់ជ្រៅប៉ាខ្ញុំគាត់កំពុងតែសម្រានលក់សុកស្រាប់តែឮមេឃឈើបាក់ប្រាវនៅខាងជើងគាត់ហើយក៏បានឮនៅសំឡេងបំពេកូនល្វើយពេលនោះគាត់បានដឹងយ៉ាងច្បាស់ហើយថាវាច្បាស់ជាខ្មោចបំពេកូនធ្វើសំឡេងដើម្បីលងបន្លាចគាត់មិនឲ្យបានសម្រាននៅទីនោះប៉ុន្តែគាត់អត់ធ្មត់ដើម្បីនឹងសម្រានសន្សំកម្លាំងទុកសម្រាប់ថ្ងៃស្អែកដោយសារតែគាត់ជួបនៅរឿងរ៉ាវបែបនេះជាញឹកញាប់មកហើយទៅគាត់មិនមានការភ័យខ្លាចអ្វីឡើយបន្ទាប់ពីយប់នោះកន្លងផុតទៅមកដល់ពេលព្រឹកទើបគាត់សង្កេតឃើញថានៅទិសខាងជើងកន្លែងគាត់សម្រានយប់មិញហ្នឹងគឺមានដើមកសាំងធំមួយប៉ុន្តែមែកឈើដែលបានបាក់កាលពីយប់មិញគឺមិនមានឡើយនោះវាគ្រាន់តែជាការបំភាន់របស់ខ្មោចដើម្បីធ្វើឲ្យយើងនឹងខ្លាចធ្វើឲ្យយើងនឹងភ័យនឹងមិនបានសម្រាកនៅទីនោះក្រោយមកគាត់បានទូរស័ព្ទទៅកាន់មិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតដើម្បីឲ្យយកនៅគ្រឿងបន្លាស់ដើម្បីមកផ្លាស់ប្ដូរជួសជុលរថយន្តគាត់នឹងឲ្យបន្តដំណើរទៅមុខទៀតចំណែកក្រោយមកនៅតំបន់ដែលប៉ាខ្ញុំរស់នៅហ្នឹងគឺរៀងស្បាយនៅទិន្នផលសម្រាប់ដឹកជញ្ជូនហើយណាមួយកម្រៃរកបានហ្នឹងគឺវាតិចទៀតផងអញ្ចឹងហើយគាត់គិតថានឹងចង់ផ្លាស់ប្ដូរទីតាំងសម្រាប់ធ្វើការដឹកជញ្ជូនដែលគាត់ហ្នឹងគិតថានឹងទៅដឹកស្រូវនៅឯស្រុកផ្អៅហ្នឹងគឺនៅជិតខេត្តកំពង់ចាមឯណោះប៉ុន្តែមិនមែននៅទីរួមស្រុកទេកន្លែងដែលទីតាំងដែលគាត់ចង់ទៅហ្នឹងគឺស្ថិតនៅតាមភូមិដាច់ស្រយាលដូចគ្នាហើយនឹងចូលទៅក្នុងជ្រៅរឿងរ៉ាវបន្ទាប់នេះគឺវាអាចនឹងសាហាវជាងមុនដោយសារធ្វើឲ្យគាត់ខាតទាំងកម្លាំងកាយហើយនឹងខាតទាំងពេលទៀតក្រោយពីគាត់បានស្រស់ស្រួលគ្នារួចហើយ
ប៉ារបស់ខ្ញុំនឹងមិត្តភ័ក្តិគាត់ម្នាក់ទៀតហ្នឹងក៏បានសម្រេចចិត្តថានឹងធ្វើដំណើរទៅកាន់ស្រុកផ្អាវហ្នឹងតែគាត់ចំណាយពេលពីបាត់ដំបងទៅហ្នឹងកាលជំនាន់ហ្នឹងផ្លូវមិនស្រួលប្រហែលទេហើយណាមួយយើងប្រើប្រាស់ឡានឆ្នៃទៀតផងអញ្ចឹងយើងធ្វើដំណើរល្មមទៅដល់គឺត្រូវប្រើរយៈពេលប្រហែលជាមួយថ្ងៃទៀតហើយណាមួយនៅតំបន់ដាច់ស្រយាលនោះគឺចូលទៅផ្លូវពិបាកហើយនឹងវាចូលទៅជ្រៅជាងរាល់ដងដែលគាត់ធ្លាប់ដឹកជញ្ជូននៅក្បែរផ្ទះនេះលុះទៅដល់ទីតាំងក៏ធ្វើឲ្យរថយន្តរបស់គាត់ហ្នឹងមានបញ្ហាម្ដងទៀតដោយសារតែវាគឺជារថយន្តឆ្នៃអញ្ចឹងហើយទើបវាតែងតែមានបញ្ហាខ្លះជារឿយពេលនោះវាបានខូចនៅបាដាងផ្សេងទើបសម្រាប់ចិត្តថានឹងទិញគ្រឿងមកផ្លាស់ប្ដូរហើយកន្លែងដែលគាត់ឈប់ទីតាំងនៅនោះគឺវានៅឆ្ងាយដាច់ពីស្រុកពីខេត្តទើបគាត់សម្រេចចិត្តថានឹងឲ្យមិត្តភ័ក្តិរបស់គាត់ហ្នឹងចេញមកស្រុកឬក៏ខេត្តដើម្បីនឹងទិញគ្រឿងបន្លាស់យកទៅផ្លាស់ប្ដូរនៅទីនោះដោយសារតែពេលគាត់ទៅនឹងរៀងរសៀលដែរហើយទើបឲ្យមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតហ្នឹងចេញមកហើយនឹងសម្រាកនៅខាងក្រៅនឹងមួយយប់ទៅព្រោះឯផ្លូវចូលហ្នឹងគឺវាពិបាកដែរបើសិនជាយើងទិញហើយយើងត្រឡប់មកវិញទាំងយប់ក៏វាពិបាកអាចនឹងវិញផ្លូវអញ្ចឹងទៅដោយសារតាតំបន់នោះគឺជាផ្លូវថ្មីរបស់គាត់អត់ដែលធ្លាប់ទៅពីមុនឡើយអញ្ចឹងប៉ាខ្ញុំគាត់សម្រេចចិត្តថានឹងគេងចាំឡាននៅកណ្ដាលចកានោះនៅកណ្ដាលចកាហ្នឹងគឺសបោទៅដោយដើមត្នោតហើយនឹងមានគុម្ពឫស្សីមួយគុំនៅតាមភ្លឺស្រែលុះដល់យប់ប្រហែលជាម៉ោង 8-9 ប៉ាខ្ញុំគាត់ចាប់ផ្ដើមរៀបចំធ្វើអីដើម្បីញ៉ាំអាហារពេលល្ងាចរបស់គាត់ហ្នឹងក្រោយពីបានញ៉ាំអីហើយគាត់ក៏ទាញកូនរឹងដែលគាត់តែងតែដាក់មកជារៀងរាល់ដងហ្នឹងយកមកចងនៅខាងក្រោមឡានដើម្បីសម្រាកតែគាត់បានសម្រានលក់ប្រហែលជា1ម៉ោងទៅដល់ម៉ោង 10 យប់រឹងរបស់គាត់ហ្នឹងស្រាប់តែយល់បោកវាហាក់បីដូចជាមានខ្យល់ខ្លាំងមកបុករឹងឲ្យយល់ចឹងប៉ុន្តែនៅពេលដែលគាត់រត់រឹងមុងមកគាត់ហ្នឹងចេញមកក្រៅហ្នឹងគឺអត់មានខ្យល់អត់មានអីទេវាសភាពខ្យល់ស្ងប់ធម្មតាមានខ្យល់តិចល្វើយមិនអាចនឹងបោករឹងគាត់ហ្នឹងឲ្យយល់យកបានទេគាត់ក៏ឆ្ងល់នៅត្រង់ចំណុចនេះដែរប៉ុន្តែធ្វើម៉េចគិតថាប្រហែលជាគាត់ច្រឡំឬក៏អីមិនដឹងអញ្ចឹងក៏គាត់សម្រេចចិត្តថានឹងសម្រានតទៅទៀតលុះប្រហែលជាសម្រានបានកន្លះម៉ោងទៀតរឹងរបស់គាត់នឹងយល់ខ្លាំងទៅធ្វើឲ្យគាត់នឹងយល់ទៅបុកនឹងអាដៃកាងឡានហ្នឹងទើបគាត់រៀងមួម៉ៅហើយគាត់បានស្រែកថាគ្រាន់តែមកសម្រាកនៅនឹងមកយប់តើហេតុអីចាំបាច់ធ្វើអញ្ចឹងធ្វើអីគាត់គ្រាន់តែសុំកន្លែងដើម្បីសម្រាកនៅមួយយប់គាត់គ្មានបំណងអ្វីអាក្រក់ឡើយក្រោយពីបាននិយាយចឹងហើយក៏រៀងស្ងប់ស្ងាត់ទៅវិញប៉ុន្តែបានមកសន្ទុះក្រោយមកក៏ឮសំឡេងស្ត្រីម្នាក់សោចលឺល្វើយពីចម្ងាយមិនត្រឹមតែប៉ុណ្ណោះមានឮសំឡេងកូនក្មេងម្នាក់ទៀតដែលសោចហាក់បីដូចជាម្ដាយនិងកូនកំពុងតែសើចសប្បាយនឹងការលងបន្លាចមួយហ្នឹងអញ្ចឹងហើយបានបន្តនឹងយោនរឹងប៉ាខ្ញុំហ្នឹងបក់មកទៅវិញមកទៀតគាត់អត់បានសម្រានគេងទេនៅយប់ហ្នឹងទើបគាត់សម្រេចចិត្តថាស្រែងរឹងហើយនឹងដើរចូលទៅកាន់ភូមិប៉ុន្តែភូមិដែលគាត់មានបំណងចង់ដើរហ្នឹងគឺគាត់អត់ដឹងថាភូមិហ្នឹងនៅខាងណាទេដោយសារយើងទៅតាមមកដល់តំបន់ហ្នឹងហើយភូមិដែលយើងឆ្លងកាត់ហ្នឹងវានៅខាងចិត្តស្រុកឯណោះតែប៉ុន្តែចូលមកដល់ខាងក្នុងនេះគឺអត់មានភូមិឡើយមានតែវាស្រែទេ
ឃើញមានតាបាវក្រងនិងគ្រឿងផ្សេងសម្រាប់ជាកសិករយើងហ្នឹងចងនៅស្រូវដើម្បីដឹកជញ្ជូនអញ្ចឹងណាគាត់ក៏ធ្វើដំណើរពីភ្លឺស្រែមួយទៅភ្លឺស្រែមួយតែពេលនោះគឺយប់ពេញបរមីទៅហើយទើបធ្វើឲ្យមានពន្លឺព្រះច័ន្ទហ្នឹងសាយភាយយើងអាចមើលឃើញផ្លូវព្រិលដែរអញ្ចឹងមិនន័យថាវាមិនយប់ងងឹតសូនឆឹងទេបន្ទាប់ពីគាត់ដើរទៅផុតពីមួយស្រែទៅមួយស្រែរហូតទៅដល់ស្រែមួយក៏ស្រាប់តែឃើញមានអាតេះគោមួយដឹកនៅចំបើងនៅគេមូលសម្រាប់ដាក់ឲ្យគោស៊ីហ្នឹងពេញអាទះហើយមានគោម្នឹមជាប់មួយអាទះនឹងស្រាប់ប៉ុន្តែអត់មានមនុស្សនៅក្បែរហ្នឹងទេវាហាក់បីដូចជាចម្លែកប៉ាខ្ញុំគាត់គិតថាគាត់នឹងខ្ចីអាទះគោហ្នឹងមកយប់ដើម្បីបទៅរផ្ទះអ្នកភូមិដើម្បីសុំសម្រាប់អញ្ចឹងណាប៉ុន្តែគាត់ក៏ធ្លាប់មើលរឿងខ្មោចដែររឿងខ្មោចហ្នឹងភាគច្រើនគឺឡងជាលក្ខណៈបរទះគោសុកហើយយើងឡើងជាអាទះគោហ្នឹងបែរជាយើងជាប់នៅលើដើមឈើឬក៏ចុងអាស័យទៅវិញនៅពេលដែលគាត់គិតឃើញរឿងហ្នឹងហើយគាត់ក៏សម្រេចចិត្តថាមិនបាច់ទេកាឡូវាមិនមែនជាអាទះគោពិតប្រាកដវាអាចជាការក្លែងបន្លំរបស់ខ្មោចអញ្ចឹងណាគាត់ក៏បន្តដំណើរទៅមុខទៀតលុះដើរបានប្រហែលជា500ម៉ែត្រទៅមុខទៀតក៏ស្រាប់តែឃើញទៅទះគោដដែលអាទះគោលើកនេះវាអត់ឈប់នៅត្រឹងដូចមុនទេនៅពេលដែលគាត់ដើរទៅកាន់តាគៀកតេះគោវាកាន់តបទៅមុខខ្លួនឯងលុះគាត់ដើរតាមតេះគោនឹងរហូតទៅដល់តំបន់ស្រែមួយទៀតតែឃើញមានអ្នកភូមិម្នាក់កំពុងតែឈរនៅត្រឹងនៅក្បែរនោះហើយទះគោទៅដល់នឹងភ្លាមវាបានឈប់នៅពីក្រោយបរោះម្នាក់ហ្នឹងចឹងហើយប៉ាខ្ញុំគាត់គិតថាអូប្រហែលជាម្ចាស់គោគេមកទៅគាត់ក៏បានស្រែកសួរថាពូមានស្គាល់ផ្លូវទៅភូមិអត់ពូខ្ញុំវែងផ្លូវខ្ញុំចង់សុំខ្ចីអាទះគោពូបរទៅភូមិបានអត់តែបរោះម្នាក់នោះអត់មានងាកក្រោយឬក៏ធ្វើចលនាអីឡើយនៅឈរត្រឹងស្ងៀមប៉ាខ្ញុំគាត់បានស្រែកសួរម្ដងទៀតលុះរហូតដល់ពេលមួយពូនឹងបានបែរកមកក្រោយអញ្ចឹងគាត់ឈរបែរខ្នងពេលគាត់បែរកមកក្រោយហ្នឹងបែរតែក្បាលទេហើយភ្នែករបស់គាត់ហ្នឹងរូងមើលទៅបញ្ជាក់ច្បាស់ហើយថាវាមិនមែនជាមនុស្សទេវាច្បាស់ជាខ្មោចហើយតែលើកនេះរៀងឡងសាហាវបន្តិចប៉ាខ្ញុំបន្ទាប់ពីឃើញអញ្ចឹងហើយគាត់ក៏ស្ងាត់មាត់លែងសួរទៀតក៏ចាប់ដើមរត់ទៅបដ ாய் គាត់រត់ផុតឡងពីមួយស្រែទៅមួយស្រែរហូតទៅដល់ដើមត្នោតមួយដើមត្នោតហ្នឹងមានរាងកោងហើយនៅខាងក្រោមដើមត្នោតហ្នឹងគឺមានខ្ទមអ្នកតាមួយដែលកំពុងតែមានភ្លើងទៀនភ្លឺប្លង់ហើយនៅក្បែរខ្ទមហ្នឹងមានលោកតាម្នាក់ដែលគាត់ហ្នឹងយើងមើលទៅហាក់បីដូចជាតាចាស់ម្នាក់ដែលគាត់មកអង្គុយមើលថែនៅខ្ទមអាស្រមហ្នឹងពេលប៉ាខ្ញុំគាត់រត់ទៅដល់កន្លែងលោកតាគាត់បានរត់ឡើងទៅហក់ហើយទៅដល់ក៏ប្រាប់លោកតាតាមដំណើររឿងទៅថាមានខ្មោចឡងចេះមួយចុះពីរហើយលោកតាក៏ថាឲ្យសម្រួលអារម្មណ៍ឡើងចាំគាត់ប្រាប់ផ្លូវចូលទៅកាន់ភូមិលោកតាបានច្អល់ទៅខាងឆ្វេងដៃហើយក៏មានផ្លូវលំផ្លូវគ្រោះក្រហមមួយប៉ុន្តែផ្លូវហ្នឹងដូចជាមិនស្ដុកប៉ុន្មានទេវារៀងវាលដែរអញ្ចឹងប៉ាខ្ញុំគាត់បានបន្តដំណើរដើរទៅតាមផ្លូវហ្នឹងផុតពីមួយស្រែទៅមួយស្រែរហូតទៅដល់ទៀបភ្លឺដល់ទៀបភ្លឺក៏ចាប់ផ្ដើមឃើញមានផ្ទះអ្នកភូមិផ្ទះទី1ផ្ទះទី2រហូតទៅដល់រៀងប្រជុំជនដែរទៅ
miền cái lụa bò lụa nằm bờ chọc ấy nó pe prang chẳng về năng quạt đăng luôn này thà quạt bàn vậy plei mà dọc bài đang thà phùm nắng cái chi phùm ấy hay có đang thà plei na tờ ro lan quạt bên này nào mối tù sạp quạt sài nắng pra tà bộ nô kia được ăn dịch bal thì chẳng ai ăn miền mẹp mơ ăn miền ấy thế hay tù sạp automo thiệt quạt bàn từ tiệt tiêm cà phê cây muối hay đừng xôm năng xạ vô mà xạ tù sạp bỏ quạt nè rồi bị bàn xạ pin ấy pin hái quạt bàn kho từ càn mặt phèo bỏ quạt nè tiết nè kho tới có đăng thà mặt phèo quạt nắng bàn ở một đo lan này quạt phơi thế nào đo lan để khôi này cho một đà cho cá nắng còn tái rô pa nhau mặt khơi không răng tê đá tê tê trầu tới pa có phèo nơi đường ra để quạt bàn chuột cả bị chuột mình dần lụp hẹp ai hỏi ở hái có xua nơi tí tăng là bay bật làn nó từ giọt mà bình hơi ba nhóm quạt bàn xua từ cành nhã phum nơi tí nổ phum nâng nhóm ọt bà hành mùa tế hay quạt bàn xua mùa phum nâng hái bàn xua thà tờ bón nâng nơi nè miền lộ mà nẹ nâng quạt thà nâng thật nơi không khai của bóng chân nàng về nâng bà nhóm quạt bàn nhẹ luôn bớt của ấy quạt đào bên mình dột nâng cứ đào vì ai là hôn mà đo của bóng chân nàng quý chân ngái mày nè còn tái nó về để dân đào ca bị dột mấy nâng dân trời không phải lòn hay dân đào cắt tam prey chỉ ca mà là hốt chẳng vì bà hai chìa mình chân ngái mà để xa ta lời nó riêng ai nâng chân ngái thôi ta nào viên vông cho lại tại nó về để dân đào cắt tam prey chỉ ca mà đôi chỉ lời cạnh chẳng còn tại ní bị ai mà đo của bông chân nắng vì chân ngái khăn đá và tam cắt tự rồi bị bàn đăng tần năng hái còn mặt phẹ con nắng bàn thôi ca chu cho lan này nông tầm này ai từ hay ai pa nhóm nắng con xong kê đại xa tranh mà đó nó là hay đừng vừa tần hạ tàn lan núa từ cánh sọc pa đừng bình về để cọt bàn từ đó thì tăng đừng với nhái cọt bàn điệp rộp nơi rương ra từ mua để cọt bàn chuột cả bị dục mày nắng rạp từ cánh mà cha ca để cọt hai pa nhóm mà đực rơi cọt nè rồi phim cha ca bàn đăng hái cọt bàn vậy tha cả bị bay khai môn nắng á miền stray mà nè hay nằng côn mây mà nè thờ bàn slap nơi mà đông nằng tam bali thưa cái sao bị cháy tới bàn đăng tha thử đây thưa ba đây vai sầm lạp chẳng từ thưa ai bị nhiên mai côn nó nơi vol nơi tập bòn nằng hay là muối tập bòn này mình sơ mi nè trên châu của màn thì chẳng ai có mình sơ mi nè bàn chuột nơi mọi mai côn nằng đài còn tay dương cái chuyện nè chấm nổ thằng mấy chẳng tới hay pa chom khôi lan này lại nâng tiệt chẳng bàn tranh mà lòn nè hay chấm này ai lục pu môi để cho các bà tiệt cô nữa pu nó mua thằng bự thôn nó con chỉ rưỡi con tay ta đào tam bia sài bọn nè phun về cho cắt hơi nữa nằm bay vào mồ nơi bạn rồi có cua sợi nữa đặt rồi tạo mò ăn được cô bỏ con nó gì bàn tay ngày mùi nó quạt màu của mồ tại nó của mồ có slap tại cho có slap tam đòn trắng tợp vì nhiên quạt nơi vol tập bọn này rương ra bao giờ nó mình toàn chậm lại thì nâng miền rương ra và tó tẹt toàn nâng ca lon bật lại thì càng mặt phẹ bọc ba nhom nâng to tiệt chẳng nhom xôm dậy ruộng được nông này tầm đòn đời pa bảo nhóm hay nâng mặt phẹ quạt mà nè tiệt nắng bàn thưa ca đất nâu phô pho sợi làm xanh xanh nên bọn nắng mà dạ pe lại chẳng tới có quát mẹ chất tha nâng làng từ cành khát bông chám đầm bay từ lên theo bóng ồn để xa ta sọc cân quát nơi khát bông chám nâng ảnh hay nào muối nâng từ ca bóng ồn phòng
ចឹងកាត់រំលងមកដល់ខេត្តកំពង់ចាមវិញពេលហ្នឹងផ្ទះការបងប្អូនហ្នឹងគឺនៅក្នុងភូមិទៀតភូមិដែលរៀងដាច់ស្រយាលពីគេហើយផ្លូវទៅកន្លែងផ្ទះការហ្នឹងមានស្ពានទឹកមួយដែលធ្វើពីឈើហើយនៅគៀនស្ពានហ្នឹងមានដើមឈើធំមួយដែលវាមានមែករៀងសាខាដែរប៉ុន្តែវាមែកនៅខាងចុងចឹងយើងសម័យឃើញថាមានអូមួយស្ពានឈើមួយហើយមានដើមឈើម្ដើមនៅជាប់ស្ពានហ្នឹងប៉ុន្តែស្ពានហ្នឹងវាអត់ជ្រៅពីទឹកហ្មងទេស្ពានហ្នឹងវាខ្ពស់ពីទឹកប្រហែលជា2ម៉ែត្រទេភាសាអូហ្នឹងរៀងទូចដែរអញ្ចឹងកាត់មកដល់យប់ថ្ងៃការហ្នឹងប៉ារបស់ខ្ញុំគឺគាត់បានចូលរួមក្នុងកម្មវិធីការហ្នឹងហើយមិត្តភក្តិគាត់ម្នាក់ទៀតគាត់កន្លែងទៅនៅផ្ទះបងប្អូនហ្នឹងគាត់មកតាមក្រោយដែលខ្ចីម៉ូតូបងប្អូនមកអញ្ចឹងពេលដែលគាត់មកហ្នឹងរៀងល្ងាចហើយអញ្ចឹងក៏ញ៉ាំការញ៉ាំអីហើយអស់ហើយក៏ត្រឡប់មកផ្ទះវិញពេលដែលត្រឡប់មកផ្ទះវិញហ្នឹងពូខ្ញុំហ្នឹងគាត់ជិះម៉ូតូតែឯងទេពេលគាត់ជិះមកហ្នឹងជិះមកចិត្តដល់កន្លែងស្ពានហ្នឹងស្រាប់តែម៉ូតូគាត់ជន់នៅអីម្យ៉ាងដូចជាកំប៉ុងឬក៏កណ្ដុងអីមួយជន់ឲ្យផ្ទុះផាំងធ្វើឲ្យកង់ម៉ូតូរបស់គាត់ហ្នឹងបែកតែពេលដែលគាត់ចុះទៅមើលកន្លែងគាត់កិនហ្នឹងក៏ស្រាប់តែឃើញមានក្បាលខ្មោចចឹងបានន័យថាគាត់កិនមិញហ្នឹងគឺកិនក្បាលខ្មោចហើយគាត់បានបដើម៉ូតូឆ្លងកាត់តំបន់ហ្នឹងមកឆ្ងាយទៀតរហូតទៅដល់អាស្ពានទឹកហ្នឹងហើយមកតំបន់ហ្នឹងគឺតំបន់ខ្មោចឡងសាហាវហើយពូហ្នឹងគាត់ដែលជាមិត្តភក្តិប៉ាខ្ញុំហ្នឹងគាត់ជាមនុស្សដែលប៉ិនខ្លាចខ្មោចទៀតគាត់តែប៉ុណ្្នឹងគាត់យំផងគាត់ហៀទឹកនោមផងនិយាយស្មាតោះមួយចុះគាត់លិចនោមផងអីផងរហូតមកដល់កន្លែងស្ពានដែលខ្ញុំបានរៀបរាប់ខាងលើហ្នឹងមកដល់ស្ពានហ្នឹងក៏ស្រាប់តែឮសលេងទឹកដូចគេយកអំបោះឬក៏អីមួយវត្តលើទឹកទៅវិញទៅមកអញ្ចឹងគាត់អត់ហ៊ានកលែកមើលទេគាត់ខ្លាចឃើញខ្មោចឃើញអីចឹងប៉ុន្តែហាមចិត្តមិនបានចឹងគាត់បានកលៀសភ្នែកទៅខាងគៀនគាត់បន្តិចហ្នឹងក៏ស្រាប់តែឃើញមានស្ត្រីម្នាក់ដែលកំពុងតាតាក់ជើងរបស់គាត់ហ្នឹងជាមួយនឹងមែកឈើខាងលើហើយសំយងក្បាលចុះមកក្រោមហើយសក់របស់គាត់ហ្នឹងវែងឡាយអូសបក់បោកជាមួយទឹកទៅវិញទៅមកបើយើងសម័យទស្សនភាពហ្នឹងទៅគឺគួរឲ្យខ្លាចមែនតើក្រោយពីគាត់បានឃើញនៅទស្សនភាពហ្នឹងហើយគាត់ទន់ជង្គង់ដួលស្លាប់នៅក្បែរស្ពានហ្នឹងទៅនេះសណាងណាអត់ធ្លាក់ទឹកអត់អីហើយអ្នកដែលគេជិះម៉ូតូជិះអីកាត់ក្រោយមកក៏ឃើញក៏នាំគ្នាគ្រាគាត់ដាក់ម៉ូតូមកកាន់ផ្ទះគាត់វិញក្រោយពីបានមកដល់ព្រលឹមឡើងក៏គាត់និយាយរឿងរ៉ាវដែលគាត់បានជួបទាំងអស់ហ្នឹងឲ្យប៉ាខ្ញុំស្ដាប់ឲ្យអ្នកភូមិនៅនឹងស្ដាប់ចឹងទៅហើយអ្នកភូមិម្នាក់គាត់មិនឆ្ងល់ទេដោយសារតែនៅតំបន់ហ្នឹងគឺជាតំបន់ខ្មោចឡងហើយតំបន់ខ្មោចឡងសាហាវឯងគាត់ដឹងហើយថាតំបន់ហ្នឹងគឺសម្បូរខ្មោចហើយប៉ះគាត់ជាអ្នកខ្លាចខ្មោចទៀតអញ្ចឹងខ្មោចកាន់តែបានដៃក្នុងការឡងហើយអញ្ចឹងខ្ញុំសូមនិយាយសាច់រឿងយើងសង្ខេបមកវិញដើម្បីឲ្យបងប្អូនកាន់តែងាយយល់និងស្រួលស្ដាប់ប៉ាខ្ញុំហ្នឹងគាត់គឺជាអ្នកស៊ីឈ្នួលដឹកនៅភោគផលដំណាំផ្សេងដូចជាពោតស្រូវស្វាយនិយាយទៅគាត់ដឹកគ្រប់យ៉ាងឲ្យតែគេជួលប៉ុន្តែនៅពេលដែលគាត់ដឹកហ្នឹងតែងទៅជួបនៅរឿងខ្មោចឡងជាច្រើនទៀតតែខ្ញុំអត់បានរៀបរាប់អស់ក្នុងនឹងដោយសារតែរឿងខ្លះវាខ្លីពេកអញ្ចឹងថ្ងៃហ្នឹងគាត់បានខូចឡាននៅកណ្ដាលចកាហ្នឹងហើយក៏ជួបនៅខ្មោចលោកតា
លីចប់ជាមួយនឹងខ្មោចពេលកូនឡងបន្លាចគាត់ហ្នឹងហើយគាត់បន្ទាប់ពីបានធ្វើការស៊ីឈ្នួលដឹកជញ្ជូនតំណាំនៅតំបន់ហ្នឹងរហូតដល់វាស្បើយហើយទៅបានគាត់ផ្លាស់ប្ដូរទីតាំងមកដឹកនៅខាងស្រុកផ្អាវហើយការឡងនៅស្រុកផ្អាវហ្នឹងរៀងធ្ងន់ធ្ងរបន្តិចថងថាខ្មោចឡងគាត់ហ្នឹងឲ្យគាត់ដើរពីផ្អាវរហូតទៅដល់ខេត្តកំពង់ឆ្នាំងអញ្ចឹងវាឆ្ងាយបើសិនជាយើងមើលទៅលើគីឡូដីគឺឆ្ងាយមែនតើហើយក៏មិនគួរឲ្យជឿដែរថាយើងដើរមកយប់ទៅដល់ហ្នឹងហើយអត់ហត់អត់អីណាមួយត្រូវខ្មោចឡងផងអញ្ចឹងទៅប្រហែលជាមិនបានគិតខ្វល់ទៅលើរឿងហត់រឿងអីហ្នឹងទេដើរទៅបានផុតដល់ទីតាំងមានមនុស្សហើយក្រោយមកគាត់បានទៅលេងស្រុកនៅកំពង់ចាមហ្នឹងនេះកាត់ដល់មិត្តភ័ក្តិគាត់បានជួបរឿងរ៉ាវខ្មោចឡងម្ដងអាតំបន់ដែលខ្មោចឡងហ្នឹងគេល្បីខ្លាំងនៅកំពង់ចាមហ្នឹងតែខ្ញុំសូមអត់បញ្ចេញទេភូមិហ្នឹងដឹងថាតំបន់ហ្នឹងគឺមានខ្មោចឡងសាហាវហើយនៅក្នុងមានអូមួយមានស្ពានឈើមួយនិងមានដើមឈើដើមនៅក្បែរហ្នឹងអ្នកភូមិដែលឆ្លងកាត់ទីហ្នឹងត្រូវបានខ្មោចឡងរហូតធ្វើជារូបភាពផ្សេងគ្នាតែលើកហ្នឹងឡងប៉ះចំអ្នកដែលខ្លាចខ្មោចខ្លាំងគឺមិត្តភក្តិប៉ាខ្ញុំហ្នឹងគឺបៃតាខ្លាចខ្មោចហើយអញ្ចឹងគាត់ត្រូវបានខ្មោចសាហាវឡងទៀតទើបធ្វើឲ្យគាត់ធ្លាក់ខ្លួនឈឺប៉ុន្តែអត់បញ្ហាទេកន្លងពេលមួយអាទិត្យក្រោយមកក៏ឲ្យលោកស្រោចទឹកឲ្យអីទៅក៏គាត់ជាសះស្បើយមកវិញមកនេះគឺសាច់រឿងបទពិសោធន៍ពិតដែលប៉ាខ្ញុំគាត់បានជួបផ្ទាល់កំឡុងឆ្នាំ2012-13ហ្នឹងចឹងបើសិនជាមានកន្លែងណាឆ្គាំឆ្គងដែលខ្ញុំនិយាយរៀបរាប់ទៅស្ដាប់ទៅមិនសូវជាពេញលេញសូមមេត្តាអធិស្ឋានផងដោយសារខ្ញុំជាអ្នកនិទាននិយាយរឿងដំបងទេហើយក៏មិនដែលបាននិទានរឿងមកដាក់ធ្វើជា podcast ចាស់ដែរឥឡូវខ្ញុំចាប់ផ្ដើមធ្វើវាឡើងដើម្បីកំដរអារម្មណ៍បងប្អូនក៏ដូចជាកំសាន្តអារម្មណ៍នៅពេលដែលធ្វើការឬក៏គេងពេលយប់ឲ្យបាននៅរឿងរ៉ាវស្ដាប់ហើយសូមកុំភ្លេចចុច like subscribe បើកសញ្ញាកណ្ដឹងឬក៏ comment នោះខ្ញុំនឹងកាន់តែមានកម្លាំងចិត្តបន្តទៀតនៅក្នុងការរុករកនៅរឿងរ៉ាវផ្សេងដើម្បីមកនិយាយប្រាប់ភាគច្រើនខ្ញុំនឹងរុករកពីរឿងរ៉ាវក្រៅប្រទេសដោយសារតែបងប្អូនភាគច្រើនគាត់និយាយពីរឿងរ៉ាវនៅក្នុងប្រទេសយើងច្រើនហើយប៉ុន្តែរឿងរ៉ាវដែលតាក់ទងនឹងវិញ្ញាណនៅប្រទេសផ្សេងពុំសូវមានឡើយណាមួយវាបានបទពិសោធន៍ថ្មីផងហើយខ្ញុំនឹងខំស្វែងរកវាដើម្បីមកនិយាយជូនទៅកាន់បងប្អូនកំឡុងពេលធ្វើដំណើរធ្វើការឬក៏សម្រាប់ពីការងារដើម្បីកំដរអារម្មណ៍ទាំងអស់គ្នាអញ្ចឹងរឿងខ្មោចថ្ងៃនេះគឺឈានមកដល់ទីបញ្ចប់ហើយសូមអរគុណសម្រាប់ការតាមដានពីដើមរហូតដល់ចប់ហើយនឹងជួបគ្នានៅវីដេអូក្រោយៗទៀត